អ្នកបងវ៉ាអ្នកបងផន់ច្រឡំហើយខ្ញុំក៏ប៉ុន្តែនិយាយពីការងារទេការងារស្លៀកពាក់អញ្ចឹងហ៎ហេនាងរៀងនាងស្អិតគួសមបើនាងព្រមកំដរខ្ញុំឲ្យ1000ណាអាយ៉ាអូយអ្នកបងវ៉ាបងឆេះឆាពេកចឹងនៅថាយើងឆេះឆាទេបើយើងទៅមិនតាន់ទេនោះមិញនោះឯងបាច់ជិះខ្ទេចទេអស់បាត់ទៅហើយខ្ញុំខ្លួនឯងចេះតបតនឹងគាត់ហើយឥឡូវអ្នកបងវាយគាត់ដល់របួសប៉ាខ្ញុំទៅដោះស្រាយនៅនាងឆេះយ៉ាងម៉េចទៅអញមិនចាំបាច់និយាយយកលេខដាក់បងទេអញស្មានតែបងមិនដឹងថាឯងគិតពីរោងលុយហ៎មិនបើសិនជាបងទៅមិនតាន់ទេនោះឯងប្រហែលជាអ្នកបងមើលងាយខ្ញុំពេកហើយមិញគាត់ឲ្យខ្ញុំ200,000ខ្ញុំមិនស្ដីរកគាត់ផងមែនហើយ200,000ឯងមិនស្ដីរកគេប៉ុន្តែបើសិនជា1000,000ប្រហែលជាមិនដូចគ្នាទេមិនពីយ៉ាងម៉េច1000,000នោះពីយ៉ាងម៉េចនឹងហើយខ្ញុំធ្លាប់និយាយឲ្យបើ1000,000នោះខ្ញុំប្រហែលជាព្រមក៏ប៉ុន្តែឥឡូវនេះគឺវាហួសទៅហើយខ្ញុំឥឡូវនេះមានសង្សារទៅហើយអ្នកបងមិនជឿហ៎បងបែកកន្លងមកគឺឆ្លៃរាប់អានខ្ញុំណាគាត់គឺជាសង្សាររបស់ខ្ញុំខ្ជិលនិយាយណាខ្ញុំតកេងហើយគេពីប្រឡំតិចទៅលំងហ្វុង10 ម៉ោងទៅវិញមិនតាន់ទៅវិញទេអូថ្ងៃនេះខ្ញុំធ្វើបន្ថែមម៉ោងអាចយើងចាំលោកនៅខាងក្រៅណាលំងហ្វាំងខ្ញុំឥឡូវដូចជាអាឡ័យពីមុនដល់ពេលយើង3នាក់ទៅវិញជាមួយគ្នាដើរបណ្ដានិយាយបណ្ដាដូចជាសម័យចិត្តដល់លោកចង់និយាយពីស្អីហ្នឹងនាងមិនចាំបាច់ធ្វើអ្វីៗដើម្បីខ្លួននាងទេខ្ញុំប្រាប់នាងដឹងខ្ញុំពោលស្រីនាងគ្មានស្អីគ្នាទេលោកវិញតើលោកដឹងទេនាងដើម្បីលោកសំបីតែលុយ1000,000ក៏មិនចាប់អារម្មណ៍ដែរដើម្បីលោកនាងសុខចិត្តមើលសភៅសាកូនយីនយីខ្ញុំតាំងពីដើមមកមិនដែលឃើញនាងលះបោះដូចនេះទេបើសិនជាលោកមិនប្រាប់នាងឲ្យច្បាស់នោះខ្ញុំមើលទៅនាងមួយជាព្រួយចិត្តស្លាប់ហើយនាងមើលសភៅសាកូនយីនយីគឺចង់រៀនសូត្រទេនាងចង់ខ្ញុំបរៀនសិល្បៈដល់នាងម្យ៉ាងទៀតខ្ញុំឥឡូវនេះកំពុងតែនឹកដល់នាងជួយនោះគឺជារឿងអតីតកាលវាបានកន្លងហួសទៅហើយលោកចាំបាច់គិតនៅក្នុងចិត្តធ្វើអីទេមានរឿងខ្លះមួយជីវិតខ្ញុំមិនភ្លេចបានទេក្នុងចិត្តខ្ញុំឥឡូវនេះគឺមានតែការសង្ស័យការពិតក្នុងឆាកជីវិតមនុស្សយើងត្រូវតែមានការផ្សងព្រេងគ្រប់ពេលវេលាគេមានឡើងមានចុះមានសុបាយមានទុក្ខមនុស្សតែងតែជួបប្រទះហើយលោកគ្រាន់តែឆ្លងឧបសគ្គបន្តិចទេហេតុអីក៏លោកមិនស្វែងរកអនាគតដ៏ល្អវិញទៅគោលដៅតែមួយគត់របស់ខ្ញុំគឺខ្ញុំត្រូវតែឈ្នះថ្ងៃស្អែកនោះកូនស្ដេចគាត់នឹងចាក់ចេញទៅហើយខ្ញុំឲ្យនាងទៅទទួលពួកគេគឺយល់ថានាងជាស្រីម្នាក់ដែលប៉ិនប្រសពខាងទទួលភ្ញៀវខ្ញុំមិនបន្ទោសនាងទេខ្ញុំក៏មិនយល់ពីនាងដែរថ្ងៃធម្មតានាងចេះនិយាយល្អណាស់ហេតុអីលើកនេះនាងប៉ះពាល់ទៅដល់គាត់ខ្ញុំបានប្រាប់ហើយថានៅបងរកខុសមនុស្សហើយមិនមែនរកនាងនេះរឿងនេះមិនទៅជាអញ្ចឹងទេឥឡូវនិយាយក៏អត់ប្រយោជន៍ដែរនាងទៅធ្វើការចុះចាឥឡូវធ្វើយ៉ាងម៉េចទៅកុំអីនឹកថាកូនស្ដេចនោះនៅទីនេះមួយអាទិត្យរួចហើយនៅនាំទ្រង់ទិញយកឆ្នោតហ៊ុនកាស៊ីណូយើងដល់ពេលនោះលងទីគង់10នាក់ក៏មិនបាច់ភ័យដែរប៉ុន្តែឥឡូវនេះរឿងអស់នេះបានធ្វើខូចអស់ទៅហើយហេឡូថាម៉េចអាទូបន្តរកថាលងទីគង់ហើយEvery night while I'm drifting, say my prayers and like confession. I can hear. សូមអស់លោកនាងទីមើលតើនាងម្នាក់ណាកាត់កំងបិចលោកហាត់លោកទីទៅមើលត្រីណាកាត់កំងបិចគេត្រូវបានរង្វាន់ទេទុកចិត្តចុះលោកទីត្រូវបានរង្វាន់ធំណាស់នាងជើមិននិយាយទៅនាងគ្មានចំណុចសង្ឃឹមថាល្បីភ្នំនេះនាងពិតជាអាចចូលរួមបានតាមខ្ញុំមើលដីទី2ខាងឆ្វេងលោកហាត់ទូទីស្រីទី2ខាងឆ្វេង
ខ្ញុំទាយស្រីទី2ខាងស្ដាំ ខ្ញុំក៏យល់ឃើញចឹងដែរខ្ញុំក៏ទាយដូចជានាងចឹង អើយខុសទីដែរ កុំបារម្ភលោកទីមិនត្រូវក៏បានរង្វាន់ស្រីដែលលោកទើបតែទីមិញនោះនៅវេលាយប់នេះនាងនឹងទៅកំដរលោកហើយ បើអញ្ចឹងខ្ញុំចាញ់ក៏មានន័យដែរ ខ្ញុំមើលទៅពេលដែលនាងទទួលវីដេអូធីបខ្ញុំមុខជាភ្ញាក់ផ្អើលណាស់ហើយ បើខ្ញុំថាមិនភ្ញាក់ផ្អើលនោះលោកជឿមិនជឿក៏ហេតុទៅ កាលព្រឹកខ្ញុំក៏ដឹងថានាងមិនងាយជឿដល់ចិត្តភក្តីរបស់ខ្ញុំទេក៏ប៉ុន្តែយើងអាចសាកលោមើលយ៉ាងម៉េចយើងអាចកែប្រែការតាក់ទងរបស់យើងនោះ លោកស្មានថាអាចទេ យ៉ាងហោចណាស់យើងឥឡូវកំពុងតែរមហើយ តែកាត់យ៉ាងម៉េចទៅមិនកើតទេខ្ញុំត្រូវតែសុំទោសគាត់លោកហាទៅ ធ្វើស្អីហ្នឹងហ៎គឺនាងទេ ឲ្យជួនគ្នាម្ល៉េះ នាងក៏នៅអូតែននេះដែរ ខ្ញុំដល់លេងជាមួយនេះទេ អូអញ្ចឹងនាងជាភ្ញៀវដើរលេងហ៎ អាចារ្យខ្ញុំជាភ្ញៀវដើរលេង បើជាអញ្ចឹងមែនឬក៏យើងទៅញ៉ាំបាយទៅ លោកនិយាយថ្មិចហ្នឹង ខ្ញុំនិយាយថាយប់នេះនាំនាងទៅញ៉ាំបាយហើយនាំនាងទៅលេងនៅកោះសាន់ពូ ចា មិនអាចទេ កាសែតវីដេអូនេះគឺលងធីងគង់ឲ្យបង ចំជាខូខើមែនឡុងទីគួងបាច់ឲ្យគេលូថតរូបខ្ញុំ មកពីឯងនឹងប្រហែលពេកបានជាឲ្យគេថតបានហើយនៅមិនដឹងទៀត ពេលនោះមានអាណត្តិដឹងថាខ្ញុំធ្វើអញ្ចឹងនោះនេះបងកន្លែងយើងមានអនុក្នុងបើខ្ញុំដឹងថាវាជានរណាខ្ញុំនឹងរុះជើងវាចោល ចូលមក ដែលនាងឈើលោកប្រុសឈើគឺជាឯងជាអនុក្នុងលោកប្រុសនិយាយហ្នឹងនៅធ្វើពើទៀតឯងលោកមិនยิงធ្វើឲ្យកូនស្រីអត្តឡាចេញពីទីនេះឯងច្បាស់ជាខົບខិតជាមួយនឹងវាលោកប្រុសឈើខ្ញុំ ឯងភ័ន្តច្រឡំហើយបងហៅគាត់មកដើម្បីជួយស៊ើបការកិច្ចនោះបងគ្មានសង្ស័យគាត់ទេ អ្នកបងផ្ដាស់ហើយឲ្យវាទៅស៊ើបវានឹងឲ្យជាអនុក្នុង បងចេះដោះស្រាយឯងចេញទៅចុះ បានខ្ញុំទៅខ្ញុំនៅទីនេះក៏គ្មានឋានៈអីដែរបងទេដែលជាម្ចាស់ក្រុមនេះនៅនឹងឈើកាស៊ីណូយើងពិតជាមានកិច្ចមែន ខ្ញុំជឿតែលោកម្នាក់ទេខ្ញុំសង្ឃឹមថាលោកអាចរកឃើញអ្នកណាជាកិច្ចនោះហើយ អ្នកនាងទុកចិត្តលើខ្ញុំឬមួយអ្នកនាងមិនសង្ស័យខ្ញុំជាកិច្ចទេ លោកមិនមែនជាកិច្ចទេខ្ញុំលោកឆាយហើយគៀតនោះមានគំនុំនឹងគ្នាដូច្នេះលោកមិនអាចខົບខិតជាមួយគាត់ទៅជួយដល់លងទង្គងទេហៅឡូអូតែព្រះអាទិត្យហៅឡូអូតែក្រុមព្រះអាទិត្យ សូមជួបជុំឲ្យពូ ចាសូមចាំមកភ្លេង លោកជួយគូគឺខ្ញុំណាហើយខ្ញុំចាំលោកកុំឲ្យបាយទៅមកមកទេបើគេដឹងមកจะស្លាប់ហើយលោកឯងនេះខ្ញុំដឹងហើយតើទៅលោកមកជួបភូមិខ្ញុំឥឡូវនេះដល់បន្តិចទៅហើយដល់ពេលណាទៅលោកជួបខ្ញុំបានហើយខ្ញុំបានសន្យាលោកខ្ញុំមកជាយកឲ្យហើយតែមួយរយៈនេះដូចជាតាំងតែងតែខ្ញុំពិបាកលួចណាស់ឈប់ដោះស្រាយភ្លាមមកខ្ញុំនៅទីនេះចាំប្រើណាហ្នឹងហើយកុំភ្លេចបើគឺខ្ញុំផងដល់ពេលនោះខ្ញុំលួចបានប្រមាណខ្ញុំយកឲ្យលោកទាំងអស់ លោកស្ដាប់ទូរស័ព្ទបែបនេះមិនមែនជាមធ្យោបាយល្អទេ ហើយមានមជ្ឈបាយអីទៅខ្ញុំរស់នៅមិនឃើញមជ្ឈបាយផ្សេងល្អជាងនេះទេ តើមានអ្នកណាទៅទិញអីញ៉ាំទៅណោះ ល្វើយណាស់ហើយឆាប់ទៅសម្រាប់ទៅ ខ្ញុំមិនអីទេលោកនៅទីនេះទៅពួកគេសង្ស័យថានាងជាកិញ្ញខ្ញុំយល់ថាពិតជាតាក់ទងក្នុងរឿងដែលខ្ញុំវាយហាទូមិនខានខ្ញុំធ្វើដូច្នេះគឺចង់រកយុត្តិធម៌ឲ្យនាងតើ អាឡូអូតែក្រុមព្រះអាទិត្យសូមជួយតទៅឆ្លើយពូផ្លេតឲ្យចាំផ្លេតនេះឆ្លើយពូប្រពន្ធលោកកើតកូនហើយឥឡូវនំទីពេទ្យឆាប់ទៅលឺឡើងឲ្យខ្ញុំទៅហើយ
លោកចេះណាស់ ខ្ញុំនឹងថានាងកំពុងតែតាមស៊ើបរឿងកិច្ចសម្ងាត់នោះ លោកបែរតែរឿងនេះលោកចេះណាស់ណា នាងចង់ដឹងថាខ្ញុំជានរណាបើកទ្វារមកទៅមើល ទៅលោកទេខ្ញុំភ័យចឹង ឃើញ ស្ដាំ សមាជិកក៏បន្លាញយើងលេងទៅ បន្លាយខ្ញុំឲ្យភ័យចឹងសប្បាយចិត្តហើយហ៎ សពភ័យទៅនេះ ខ្ញុំជួយនាងឡើងទៅ ខ្ញុំមើលតែមិនបាច់ទេលោកដឹងស្រាប់ហើយពូជីដូនមួយខ្ញុំទៅត្រូវមកនៅឥឡូវជប់ណាស់ទៅហើយបើនាំប្រុសឡើងទៅដូចជាមិនសមទេ បើអញ្ចឹងខ្ញុំជួយនាងឡើងទៅទេ ចា បាយ បាយឯងកុំចង់ប្រាប់យាយថាប្រុសមិញឯងមិនស្គាល់នោះឯងបាញ់និយាយទៀតទេបងមិនជឿឯងទៀតទេមកពីអ្នកបងមិនឆ្លាតដូចខ្ញុំបានជាអ្នកបងមិនជឿនោះអ្នកឆ្លាតតែងតែរបួសដោយសារខ្លួនឯងឆ្លាតឯងដឹងទេឆៃហើយគេមិនមែនជាមនុស្សល្ងងដូចឯងស្មាននោះទេខ្ញុំធានាថាខ្ញុំមិនខាតដើមទេអ្នកបងហ្វាងសូមអ្នកបងកុំគិតឆោតពេកបានទេខ្ញុំលើកនេះគឺមានកម្រងការរួចអស់ហើយឯងកុំស្មានតែឯងឆ្លាតនោះនៅពេលដែលឯងចាច់បោកគេមុខជាស្រ័យក្រោយហើយអ្នកបងដឹងទេឱកាសដែលនាងឆោឲ្យខ្ញុំនោះអ្នកបងបំផ្លាញអស់ហើយល្អឯងមានដឹងថាអ្នកនាងឆើកំពុងសង្ស័យឯងថាជាកេងទេបើនាងដឹងថាឯងដើរជាមួយឆៃហើយគេទៀនតើកិនមិនទៅពួកគេដែលសង្ស័យថាខ្ញុំជាកេងនោះគឺដោយសារអ្នកបងហ្វាងឯងវិញទេអាយីងាឯងជឿបងទៅឆៃហើយគេវាមិនងាយជឿឯងផ្ដេសផ្ដាស់នោះទេប្រហែលជាឯងមិនទាន់សម្រេចកម្រងការចាញ់បោកវាដូចជាអ្នកនាងជួនោះបាត់ទៅហើយមិនគិតតែបងយកខ្ញុំទៅប្រៀបផ្ដ ாய் នៅអ្នកនាងជួនោះខ្ញុំឆ្លាតជានាងឆ្ងាយណាស់ណាស់ហើយចុះស្រីយើងគឺមានចំណុចខ្សោយច្រើនណាស់ទី1អាខ្លួនស្អាតទី2អាខ្លួនឆ្លាតឯងគឺនៅក្នុងចំណុចទាំងពីរនេះអ្នកបងចិត្តឯងខ្ញុំទេអ្នកបងហ្វាងហេតុអីក៏អ្នកបងគិតចង្អៀចង្អល់ម្ល៉េះឯងកុំស្មានតែបងមិនដឹងថាហេតុអីបានឯងដើរតាមឆៃហើយគៀនគឺឯងចង់បានលុយគេចង់បានលុយគេអ្នកបងថាខ្ញុំចង់បានលុយគេឯងធ្លាប់និយាយថា200,000គឺលះបង់ទៅហើយមិនមែនលុយដាប់អីទេល្អណាស់អ្នកបងថាខ្ញុំដូច្នេះខ្ញុំគ្មានស្អីនិយាយទៀតទេខ្ញុំឥឡូវនេះគឺចង់បានលុយគេណាឥឡូវនេះខ្ញុំចូលបន្ទប់ទូរស័ព្ទទៅឆៃហើយគៀន អរុនសួស្ដីអ្នកទាំងអស់គ្នា អរុនសួស្ដីអ្នកទាំងអស់គ្នា អរុនសួស្ដីមិនយិញហ៎លឺថានាងចូលចិត្តញ៉ាំបបរណាខ្ញុំស្គាល់តូលបបរមួយឆ្ងាញ់ណានាងចង់ទៅសាកទេ ខ្ញុំហ៎ចាំខ្ញុំផ្លែតណា អូខេ អ្នកបងហ្វាងបានត្រៀមរបស់រួចអស់ហើយពួកបងចាំតែញ៉ាំក្រៅធ្វើអី នឹងហើយមើលរយៈនេះខ្ញុំឃើញនាងដូចជាមិនសប្បាយចិត្តចង់បបួលនឹងទៅដល់លេងណាបើនេះមានរឿងអីចង់រកខ្ញុំទៅឡានទូរស័ព្ទរកខ្ញុំទៅឃើញខ្ញុំហើយបានហើយពួកខ្ញុំលាសិនហើយ បងហ្វុយបងទៅចិត្តញ៉ាំបបរហើយអ្នកបងហ្វាងមិនបានជាបងហ្វុយប្រើទៅជាអញ្ចឹងទៅវិញទៅណោះ កូនឯងភ្លេចអាហ្វេមិនសើមិញបានឃើញបងស្រីកូនឯងទៅជាមួយអ្នកណាអ្នកផ្សេងនោះប៉ាមិនរវល់ទេតែឆៃហើយគៀតនឹងវាពីរអ្នកនឹងជាសត្រូវស្លាប់រស់ហឺប្រហែលជាប្រើបងស្រីឯងទៅសងសឹកផងក៏មិនដឹង តែបងហ្វុយមិនមែនជាមនុស្សអញ្ចឹងទេ កូនឯងដឹងស្អីដែរលើលោកនេះចិត្តមនុស្សយើងគឺពិបាកស្មានណាស់នាំគ្នាញ៉ាំ កាស្នូប្រាប់ទៅ សុំសួរចាំសិប៉ានៅទេ មិនដឹងទេបងហ្វុយទៅចាំដងកាលទៅ ហើយអត់ធ្មត់ចាំតិចទៅនេះមិនចង់រកគេនោះទេ មកជាចង់ហើយ Hello ហៅឡូអាយីងខ្ញុំគឺហៃគៀនណា ហើយគេទេមានរឿងអី យប់នេះទំនេរទេទៅញ៉ាំបាយជាមួយគ្នា អាយ៉ាសុំតោយប់នេះខ្ញុំត្រូវញ៉ាំបាយជាមួយពូខ្ញុំបើមិននេះទេខ្ញុំញ៉ាំបាយរួចបើខ្ញុំមានពេលទៅញ៉ាំកាហ្វេជាមួយលោកចា បានដល់ពេលនោះកុំភ្លេចទូរស័ព្ទមកខ្ញុំណាបាយបាយ ចាបាយបាយ នេះឆៃហើយគៀតដែរ មិនយិញខ្ញុំយល់ថានាងមិនសូវដើរជាមួយឆៃហើយគៀតពេក ហើយឲ្យខ្ញុំនៅនេះអបសក់ចង់ងាប់ទន្ទឹមពេលនេះខ្ញុំចង់ស៊ើបសួរនឹងគាត់ពីរឿងកេញនោះ នាងស្មានតែវាដឹងហើយ
ប៉ុន្តែឥឡូវនេះខ្ញុំពិតជាអបសោកខ្លាំងណាស់ ឆាប់គេងទៅ បងហ្វៃថ្ងៃនេះខ្ញុំពិតជាអរគុណបងណាស់បាយបាយ បាយបាយ បាយបាយហើយស្នេហារបស់ខ្ញុំនេះគួរឲ្យស្រឡាញ់មែន1000ម៉ឺនតើមានអីគួរឲ្យសំខាន់ទៅណោះសំខាន់បំផុតគឺមានគេស្រឡាញ់ខ្ញុំអ្នកណាថាខ្ញុំចង់បានលុយនោះការពិតខ្ញុំចូលចិត្តបំផុតគឺស្នេហាដ៏សប្បាយចិត្តអាយីងអាយពិតជាស្រឡាញ់លោកហ្វុយមែនតើនេះណានៅបងនិយាយពីស្អីហ្នឹងអាយមិនយល់ថាអ្នកល្បាយមិនអាចទុកចិត្តបានទេការដំបងតើអ្នកណាគេថាគួរឲ្យអាណិតនោះនំក៏ត្រឡប់មកផ្ទះវិញខ្ញុំយល់ថាមនុស្សបងហ្វុយគឺចិត្តល្អណាស់ខ្ញុំគឺសម្លឹងទៅលើគាត់ច្បាស់ណាស់ណៃខ្ញុំមានរឿងចង់សួរលោក មានរឿងអី លោកប្រាប់ខ្ញុំឲ្យត្រង់មើលលោកស្ដាយយីងមែនទេ ខ្ញុំបាននិយាយប្រាប់នាងហើយខ្ញុំមិនស្រឡាញ់ពូស្រីនឹងទេ លោកឃើញនាងត្រឡប់មកជាមួយឆាហើយគេមែនទេ ហ្នឹងហើយពេលនោះនាងឃើញដែរតើ ចុះលោកថ្ងៃនេះមានតែញ៉ាំបាយមើលកូនជាមួយនាងទេ មានអីមិនស្រួលទេ អញ្ចឹងបានហើយមិននិយាយទៀតទេលោកប្រាប់ខ្ញុំមកលោកស្រឡាញ់នាងមែនទេ ខ្ញុំបាននិយាយប្រាប់នាងច្រើនដងហើយខ្ញុំមិនស្រឡាញ់ពូស្រីនឹងទេ ចាំជិះផ្ដាស់មែនបើខ្ញុំមិនខ្លាចយើងពិបាកចិត្តនោះខ្ញុំដេញលោកចេញទៅក្រៅបាត់ទៅហើយ នេះនាងឈួតអីហ្នឹង កាលពីដំបូងខ្ញុំស្មានថាលោកជំនួសក្លាហានណាស់បានជាខ្ញុំខំជួយលោកតែស្មានមកដល់លោកផ្លេចកូនគេសោះ នាងស្ដាប់ខ្ញុំសិតបានហ្មង លោកលេងមិនឈ្នះឆាយហើយគៀតលោកឃើញប្អូនស្រីខ្ញុំតាក់ទងជាមួយវាលោកចង់ប្រាប់ប្អូនស្រីខ្ញុំដើម្បីសងសឹកជាមួយឆាយហើយគៀតមែនទេលោកមិនជំនួសទេ ខ្ញុំមិនប្រាប់ប្អូនស្រីទេ កាលពីមុនខ្ញុំធ្លាប់ដេលមិនស្រីលោកដុតតាមគេប៉ុន្តែនោះជាសម្ដីដែលខ្ញុំខឹងទីបំផុតខ្ញុំនាំនំនៅជាមួយខ្ញុំទៀតប្អូនស្រីខ្ញុំធ្វើច្បាស់តែល្មមលុយមែនតែនាងជាស្រីល្អម្នាក់ណាលោកមិនត្រូវប្រើនាងដោយបំណងលោកទេ ជន់ធ្វើដូច្នេះគឺដើម្បីមិនយិញទេ លោកមិនបាច់តែងរឿងមកបោកខ្ញុំទៀតទេ ខ្ញុំយល់ថានាងកុំចោលប្អូនស្រីនេះមានរឿងដែរមែនទេនាងដឹងមិនដឹងពីមុនខ្ញុំធ្វើការពមៀនញឹកគ្មានពេលកំណត់អាជូទើបអាចចង្រៃឆាយហើយគៀតនោះមានពេលឆក់យកនាងឥឡូវខ្ញុំឃើញមិនយិញដែរជាមួយឆាយហើយគៀតខ្ញុំពិតជាបារម្ភណាស់ខ្លាចនាងទៅជាអាជូទី2ដូច្នេះខ្ញុំក៏បបួលនាងចេញទៅដើរលេងគឺដើម្បីកុំឲ្យនាងមានពេលដើរជាមួយវាទៀតខ្ញុំធ្វើដូច្នេះគឺដើម្បីឲ្យនាងល្អទេ ណែសុំតោដែលខ្ញុំផាន់ច្រឡំទៅលើលោក មិនអីទេខ្ញុំធ្វើដូច្នេះក៏ដើម្បីពូនស្រីនាងដែរ លោកឡុងលុយមួយចំនួននោះខ្ញុំឲ្យបំរុងឲ្យលោករួចហើយខ្ញុំអាចយកមកជូនលោកបានទេ បាន ប៉ុន្តែឮថាខាងនោះគេនៅតែស៊ើបអង្កេតរឿងអ្នកណាដែលជាកិញ រឿងនេះឯងមិនបារម្ភទេឯងប្រយ័ត្នតិចទៅបានហើយ បាទ ថ្មីនេះមានដំណឹងពីឆៅហៃហ្វុងទេ និយាយត្រង់ទៅលោកឡុងខ្ញុំសូមសរសើរដល់លោកហើយដល់ឥឡូវនេះហើយស្រីនោះនៅមិនទាន់និយាយពីរឿងវីដេអូថេបនោះជាមួយលោកទេសូម្បីតែប្អូនប្រុសវាក៏មិនទាន់ដឹងក្នុងរឿងនេះដែរពិតជាគួរអស្ចារ្យមែន មើលទៅអាចចាញ់យើង$1ហើយបើស្រីនោះមិនព្រមឲ្យឱកាសយើងនឹងនិយាយនឹងឆ្លាញ់នោះចេញមកហើយ ពិតជាអញ្ចឹងមែន យ៉ាងហោចក៏ឯងចាញ់យើង8កាក់ដែរ ខ្ញុំបាក់ជូនលោក មានរឿងមួយយើងចង់រំលឹកឯង មានរឿងអីតា នាឡិកាឯងមើលទៅគិតទៅភ្នែកណាស់ប៉ុន្តែនាឡិកានេះសមនឹងឯងប្រជាជាង ខ្ញុំជឿថាបងប្អូនប្រកាសជាដឹងរឿងអស់ហើយកន្លងមកនេះកាស៊ីណូយើងកើតរឿងជាច្រើនខ្ញុំសង្ស័យក្នុងចំណោមនេះប្រកាសជាមានកិច្ច មានកិច្ច បានស៊ើបយកតាក់បានក្នុងកាស៊ីណូយើងសំណាងល្អបានលោកពុយជួយខ្ញុំស៊ើបដឹងថាអ្នកណាជាកិច្ចហ៎ អ្នកដែលបានកាស៊ីណូយើងនេះគឺអ្នកដែលមានពាក់នៅខាងដៃមាន អត់មាននាឡិកាពាក់មានតែតាក់ទងស្អីនៅនាងឆៅសូមនឹងវិនិច្ឆ័យឲ្យបានត្រឹមត្រូវផង ជឿថាបងប្អូនយើងបានដឹងទាំងអស់ហើយអ្នកដែលចែកបៀននៅក្នុងកាស៊ីណូយើងគ្រាន់តែលុយធីបក្នុងមួយខែបាន$100,000មិននាឡិកាមានមិនពាក់ព្រោះធ្វើចោលខ្លាចគេដឹង ឬក៏ខ្ញុំអត់ពាក់នាឡិកាក៏ខុសដែរខ្ញុំយកលុយទៅរកមុខរបរផ្សេងឬក៏ខ្ញុំធ្វើអញ្ចឹងមានទោស ខ្ញុំបានឆែកមើលបញ្ជីខ្លាំង